ចៅក្រមស៊ើបសួរសាលាដំបងខេត្តបន្ទាយមានជ័យបង្គាប់ឲ្យលោកអង្គថាប់រាំងចូលខ្លួនឆ្លៃបំភ្លឺតាមបណ្ដឹងរបស់លោកព្រំពិសិដ្ឋអធិការនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតពីបទបរិហាកេរជាសាធារណៈតាមមាត្រា305នៃក្រមព្រហ្មទណ្ឌនិងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា494មាត្រា495នៃក្រមព្រហ្មទណ្ឌតាមដីកាបង្គាប់ឲ្យចូលខ្លួនចុះថ្ងៃទី16ខែកញ្ញាឆ្នាំ2025របស់ចៅក្រមស៊ើបសួរសាលាដំបងខេត្តបន្ទាយមានជ័យបង្គាប់ឲ្យលោកថាប់រាំងចាំងវាងសារព័ត៌មានខ្មែរជីដែនចូលឆ្លើយបំភ្លឺនៅថ្ងៃទី22ខែតុលាឆ្នាំ2025វេលាម៉ោង 9:00 នាទីព្រឹកខាងមុខនេះតាមលោកថាប់រាំងនៅថ្ងៃទី6ខែមិថុនាឆ្នាំ2025ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានកោះហៅរូបលោកឲ្យចូលបំភ្លឺនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025វេលាម៉ោង 8:30 នាទីព្រឹកលោកថាប់រាំងបានចូលទៅបំភ្លឺតាមការកោះហៅរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យតាមនីតិវិធីច្បាប់ក្រោយការឆ្លើយបំភ្លឺរួចនៅរសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2025ដដែលសមត្ថកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឃុំខ្លួនរូបលោកនៅក្នុងទ្រុងដែកមួយយប់រហូតដល់ព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2025ទើបស្នងការនគរបាលខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនលោកនិងសំណុំរឿងទៅកាន់អัยការអមសាលាដំបងខេត្តបន្ទាយមានជ័យលោកថាប់រាំងបានបញ្ជាក់ថានៅចំពោះមុខការសាកសួររបស់តំណាងអัยការនៅព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2025លោកបានឆ្លើយបំភ្លឺពីការពិតជុំវិញអង្គហេតុដែលពលរដ្ឋឈ្មោះយឹងសារ៉ាត់បានផ្ញើពាក្យបណ្ដឹងប្តឹងលោកអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងបកពួកទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្វែងរកយុត្តិធម៌ព្រមទាំងពឹងពាក់ផ្ទាត់មាត់ឲ្យរូបលោកពិនិត្យផ្ទៀងផ្ទាត់ចុះផ្សាយពាក្យបណ្ដឹងនោះលោកចាំងវាងសារព័ត៌មានខ្មែរជីដែនបានបញ្ជាក់បន្ថែមថាក្រោយពេលសាកសួររួចរាល់តំណាងអัยការបានអនុញ្ញាតឲ្យរូបលោកមានសេរីភាពនៅវេលាម៉ោង 11:59 នាទីថ្ងៃទី10ខែមិថុនាឆ្នាំ2025បន្ទាប់ពីតំណាងអัยការបានសាកសួររួចរាល់ហើយស្រាប់តែនៅរសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2025ដដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយជាសាធារណៈលើ Facebook Page ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ BMC Province Commissariat Police ថាសារព័ត៌មានខ្មែរជីដែនបានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025តាក់ទងនឹងលោកយឹងសារ៉ាត់សម្រាប់ប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងបកពួកចូលមកឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃករណីមន្ត្រីធ្វើរបាយការណ៍និងសរសេរកំណត់ហេតុបំភ្លៃការពិតពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី10ខែកុម្ភៈឆ្នាំ2025គឺជាព័ត៌មានមិនពិតសេចក្តីប្រកាសព័ត៌មាននេះបានបដិសេធទាំងស្រុងលើការផ្សាយរបស់សារព័ត៌មានខ្មែរជីដែននិងចាត់ទុកការផ្សាយរបស់សារព័ត៌មានខ្មែរជីដែនជាការបំភ្លៃការពិតធ្វើឡើងដោយខ្វះការស្រាវជ្រាវយកប្រភពតែម្ខាងបំពុលព័ត៌មានសង្គមនិងមានចេតនាធ្វើឲ្យមានការភ័ន្តច្រឡំដល់សាធារណជនលោកថាប់រាំងយល់ថាក្រោយជាប់ក្នុងទ្រុងដែកនិងបន្ទាប់ពីបានឃើញសេចក្តីប្រកាសព័ត៌មានភ្ជាប់ជាមួយរូបលោកនិងស្ថាប័នសារព័ត៌មាននិងមានសរសេរអក្សរសម្គាល់ថាជាព័ត៌មានคล้ายៗធ្វើឲ្យលោកមានអារម្មណ៍មិនស្ងប់មានសេចក្តីឈឺផ្សាពន់ពេកនៅក្នុងចិត្តនិងមានភាពសោកសង្រេងជាប្រចាំព្រោះលោកយល់កំពុងរងភាពអយុត្តិធម៌ពីមន្ត្រីនគរបាលប្តឹងនិងឃុំរូបលោកនៅក្នុងទ្រុងដែកដោយគ្មានកំហុសគ្មានមូលដ្ឋានភ័ស្តុតាងអ្វីទាំងអស់ដោយការទុកមិនសុខចិត្តចំពោះហេតុការណ៍ដែលបានកើតឡើងនេះនៅថ្ងៃទី22ខែកក្កដាឆ្នាំ2025លោកថាប់រាំងបានដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងស្វែងរកយុត្តិធម៌ករណីស្នងការនគរបាលខេត្តបន្ទាយមានជ័យធ្វើទុកបុកម្នេញគំរាមកំហែងនិងបង្ខាំងរូបអង្គថាប់រាំងទុកនៅក្នុងចម្រឹងទ្រុងដែកតាមអំពើចិត្តចាំងហ្វាំងសារព័ត៌មានខ្មែរជាដែនបានរំលឹកសាវតាថាក្រោយពីរូបលោកដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ
នៅថ្ងៃទី9 ខែកញ្ញាឆ្នាំ2025មានមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមួយចំនួនសុំមិនបញ្ចេញឈ្មោះបានប្រាប់រូបលោកថាស្នងការនគរបាលខេត្តបន្ទាយមានជ័យបានស្វះស្វែងរកវិធីសាស្ត្រប្តឹងរូបលោកឲ្យខានតិបានហើយបានលើកឡើងជាសាធារណៈនៅក្នុងអង្គប្រជុំនៃអង្គភាពស្នងការដ្ឋាននគរបាលថាលោកសិតឡោះបានឲ្យតុលាការចាត់ការលើលោកអង្គថាប់រះស្រាប់តែនៅថ្ងៃទី10 ខែកញ្ញាឆ្នាំ2025លោកថាប់រះទទួលបានដីកាបង្គាប់ឲ្យចូលខ្លួនពីចៅក្រមស៊ើបសួរសាលាដំបងខេត្តបន្ទាយមានជ័យចោទប្រកាន់រូបលោកពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា305នៃក្រមព្រហ្មទណ្ឌនិងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា494មាត្រា495នៃក្រមព្រហ្មទណ្ឌ